អញ្ចឹងសម្រាប់វីដេអូមួយនេះខ្ញុំនឹងបង្ហាញបងប្អូនមូលហេតុអីបានបង្កើត account Facebook អត់បានមូលហេតុអីបានបង្កើត page អត់បានអញ្ចឹងបងប្អូនចង់ដឹងសូមទស្សនាវីដេអូបន្តទៅទៀតនេះបាទមកយ៉ាងនេះគឺ Facebook មានការ update ច្រើនទៅតាមអំពី system របស់គាត់អញ្ចឹងណាអញ្ចឹងយើងចូលមកដល់សាច់រឿងរបស់យើងវិញមូលហេតុអីបានយើងបើក account Facebook សុកស្រាប់តែដាច់ហើយមូលហេតុអីបានយើងបង្កើត account Facebook អត់បានមូលហេតុអីបានបង្កើត page អត់បានអញ្ចឹងសម្រាប់បទពិសោធន៍របស់ខ្ញុំគឺខ្ញុំជួបមាន4ចំណុចដែលធ្វើឲ្យ account Facebook របស់យើងมันអាចបង្កើតបានទេហើយមួយទៀត page ក៏มันអាចបង្កើតបានដែរអញ្ចឹងបងប្អូនទាំងអស់គ្នាមើលនេះជា3ចំណុចដែលធ្វើឲ្យ account Facebook របស់យើងគឺมันអាចបង្កើតបានទី1គឺ spam device មូលហេតុនេះគឺជាមូលហេតុដែលធ្វើឲ្យ account Facebook របស់យើងมันអាចបង្កើតបានទៀតទេទី1ទី2គឺ spam IP នេះក៏ជាមូលហេតុមួយដែរដែលធ្វើឲ្យយើងមិនអាចបង្កើត account Facebook បានឬក៏ page បានមូលហេតុទី3គឺ spam name អានេះក៏ជាមូលហេតុមួយដែរដែលធ្វើឲ្យយើងមិនអាចបង្កើត account Facebook បានឬក៏ page បានដូចគ្នាសម្រាប់មូលហេតុទី4គឺ spam Facebook account អានេះខ្ញុំសូមបញ្ជាក់យើងនិយាយតែសម្ដៅទៅលើការបង្កើត page ទេកាលណា spam Facebook account ហើយគឺយើងមិនអាចយក account មួយហ្នឹងទៅបង្កើត page បានទេតោះអញ្ចឹងខ្ញុំនឹងបង្ហាញមួយថាតើ spam device មានន័យដូចម្ដេច spam IP មានន័យដូចម្ដេចហើយ spam name មានន័យដូចម្ដេចហើយនឹង spam Facebook name នោះសម្រាប់ page ហ្នឹងវាមានន័យបែបម៉េចបាទអញ្ចឹងបងប្អូនទាំងអស់គ្នាស្គាល់ហើយតាក់ទងជាមួយនឹង device យើងសំដៅទៅលើឧបករណ៍ដែលប្រើប្រាស់ជាមួយនឹង Facebook គឺមានន័យខ្លះអញ្ចឹងឧបករណ៍ដែលប្រើប្រាស់ជាមួយនឹង Facebook បងប្អូនសប្តាហ៍តែងតែប្រើប្រាស់ទី1 computer ទី2ទូរស័ព្ទដៃដូចជា iPad អីផ្សេងៗនិយាយទៅឲ្យតែជាឧបករណ៍ណាមួយដែលយើងយក account Facebook ទៅលុបចូលអានេះហើយយើងហៅថាជាឧបករណ៍ប្រើប្រាស់សំដៅទៅលើ device ហ្នឹងណាអញ្ចឹងកាលណាឧបករណ៍ទាំងអស់នេះ spam ហើយនៅពេលដែលបងប្អូនយក account Facebook យកលេខថ្មី email ថ្មីអ្វីៗក៏ថ្មីយកមកបង្កើតនៅក្នុង device ទាំងអស់នេះគឺបង្កើតអត់បានទេបង្កើតទៅលោតជាប់180ថ្ងៃបង្កើតទៅមានបញ្ហាអីផ្សេងនិយាយទៅច្រើនដែលកើតឡើងធ្វើឲ្យបងប្អូនមិនអាចបង្កើត account បានហើយមូលហេតុអីគឺដោយសារមូលហេតុវា spam device ទាំងអស់នេះចុះបើសិនជា spam device ទាំងអស់នេះតើយើងត្រូវដោះស្រាយរបៀបម៉េចសម្រាប់ដំណោះស្រាយយើងមានតែសម្រាប់វីដេអូមួយនេះគឺខ្ញុំអត់បង្ហាញអំពីដំណោះស្រាយទេគឺខ្ញុំបង្ហាញអំពីមូលហេតុវាសិនវីដេអូបន្ទាប់ខ្ញុំនឹងធ្វើអំពីវិធីដោះស្រាយថាតើនៅពេលដែលយើងជួបជាមួយនឹងបញ្ហាបែបហ្នឹងតើយើងត្រូវដោះស្រាយរបៀបម៉េចអានេះយើងហៅថា spam device បងប្អូនទាំងអស់គ្នាស្គាល់ហើយគឺ device ទាំងអស់ហ្នឹងតោះអញ្ចឹងមួយទៀតតាក់ទងជាមួយនឹង spam IP អ្វីទៅជា IP ខ្ញុំអត់សូវចេះច្បាស់តាក់ទងជាមួយ IP ដែរទេហើយខ្ញុំក៏អត់សូវស៊ីជម្រៅខ្លាំងដែរគ្រាន់តែខ្ញុំដឹងមួយទេទៅតាមអ្វីដែលខ្ញុំធ្លាប់ដឹងហ្នឹង IP វាមិនខុសគ្នាអំពីអាសយដ្ឋានរបស់យើងទេដូចយើងនៅភូមិអីឃុំអីសង្កាត់អីចឹង IP សំដៅទៅលើទីតាំងរបស់នរណាម្នាក់ដែលយើងប្រើប្រាស់នៅលើអនឡាញហើយ IP នេះគឺមានសារៈសំខាន់មែនទែន IP មួយគឺប្រើបានសម្រាប់តែមនុស្សម្នាក់ទេมันអាច IP មួយប្រើបានមនុស្សរាប់រយនាក់ទេលុះត្រាតែ IP នោះវាបែងចែកស៊ីជម្រៅទៀតតែគាត់ថាបងប្អូនត្រូវដឹងតាម IP មួយគឺយើងប្រើបានតែមនុស្សម្នាក់ទេប៉ុណ្ណឹងទៅគឺដឹងហើយបើឯងផ្សេងទៀតស៊ីជម្រៅបងប្អូនអាចសិក្សាបន្ថែមនៅក្នុង YouTube គេមានបង្ហាញតាក់ទងពី IP អ្វីដែលខ្ញុំបង្ហាញនេះគឺបង្ហាញឲ្យបងប្អូនដឹងតែមូលហេតុដែលវា spam IP អ្វីទៅជា IP នេះបងប្អូនទាំងអស់គ្នា IP address IP ជាទូទៅយើងធ្លាប់ឃើញពាក្យដែលផ្ដើមឡើងទៅដោយ 192.168.7.100សំដៅផ្ដើមឡើង 192.168 អាកតុយ 4-5 លេខនេះអានឹងផ្សេងប៉ុន្តែជាទូទៅឲ្យតែ load បែបនេះយើងអាចនិយាយបានថាវាជា IP address ហើយ IP address នេះសំខាន់មែនទែនគឺมันអាចឲ្យអ្នកណាដឹងបានទេពិសេសជាងគេជនដែលធ្វើរឿងមិនល្អគេអាចយក IP របស់យើងយកទៅ hack ធ្វើនេះ hack ធ្វើនោះទៅធ្វើឲ្យ account របស់យើងហ្នឹងគឺមានបញ្ហាគេ hack បានអញ្ចឹងរបៀបដែលគេ hack លក្ខណៈថា hack ខ្លាំងបំផុតគឺ hack IP ហ្នឹងមកកណ្ដាល hack IP បានកុំថាឡើយអ្វីៗដែលមាននៅក្នុងកុំព្យូទ័ររបស់យើងគឺវាត្រួតត្រាបានទាំងអស់ IP មានសារៈសំខាន់មែនទេបាទអញ្ចឹងនេះ IP បែងចែកចេញជាច្រើនប្រភេទអានេះខ្ញុំឆាតសួរ AI ណាគឺមាន10ប្រភេទខ្ញុំឲ្យឧទាហរណ៍10គឺវាសំដៅគឺវាមាន10ប្រភេទអញ្ចឹងទៅអញ្ចឹងប្រភេទមួយបងប្អូនទាំងអស់គ្នាអាចមើលអញ្ចឹងទៅអានេះ AI ណាខ្ញុំសួរ AI ទៅ AI ប្រាប់ខ្ញុំបើសម្រាប់ខ្ញុំអត់ដឹងច្បាស់ដែរទេតែជាទូទៅអ្វីដែលខ្ញុំធ្លាប់ឃើញជាញឹកញាប់ជាងគេគឺមានក្បាល 192 168នេះគឺញឹកញាប់ហ្មង
យើងប្រើប្រព័ន្ធទូរស័ព្ទក៏យើងក៏មានអាក្បាល192 168យើងប្រើ Wi-Fi ក៏ប្រើក្បាល162 168ហ្នឹងអ៊ីនធឺណិតហ្នឹងយើងប្រើអ៊ីនធឺណិតតាម Wi-Fi ក៏យើងមានអា address បែបហ្នឹងដែរហើយ address ទាំងអស់នេះគឺគេរក្សាទុកអត់ឲ្យអ្នកណាដឹងទេមនុស្សម្នាក់គឺប្រើ IP 1 2នាក់ប្រើ IP 2អាចប្រើលោកឡងដូចគ្នាបានទេអញ្ចឹងបើសិនករណី IP ទាំងអស់នេះវា spam បងប្អូនអាចយកមកបង្កើត page អត់អាចយកមកបង្កើត Facebook បានទេ spam device មួយ spam IP ទៀតគឺចប់ហើយ spam ពីរណាអញ្ចឹងបញ្ហានេះគឺវាធ្វើឲ្យយើងមិនអាចបង្កើត account Facebook ឬក៏ page បានបញ្ហាទី3តើតើជាមួយនឹង spam ឈ្មោះ spam name នេះគឺចង់សំដៅទៅលើឈ្មោះរបស់បងប្អូនមានន័យថាឈ្មោះរបស់បងប្អូនគឺត្រូវបាន Facebook ដាក់បញ្ចូលទៅក្នុង blacklist ហើយដោយសារអីវា spam មូលហេតុអីបាន spam យើងធ្វើមិនបានដឹងថាវា spam តោះខ្ញុំ check មើលឆែកឲ្យបងប្អូនទាំងអស់គ្នា check មើលឥឡូវខ្ញុំ search ឧទាហរណ៍ថាឈ្មោះម្នាក់នេះចា៎ Linda ឥឡូវបងប្អូនមើលឈ្មោះ Linda មានប្រមាណ100នាក់1 2 3 4 5សិតតែ Linda ទាំងអស់កាលណាមានឈ្មោះបង្កើតច្រើនអញ្ចឹង Facebook វានឹង note ហើយហើយវានឹងចាប់ផ្ដើមធ្វើការទៅលើឈ្មោះមួយហ្នឹងវាចង់ដឹងថា account មួយហ្នឹងមួយណាជាប្រភេទ account ពិតប្រាកដ account មួយហ្នឹងមួយណាជាប្រភេទ account ដែលមនុស្សកំពុងតែប្រើមនុស្សកំពុងតែលេងវាហើយមួយណាជា account ដែលយើងគ្រាន់តែបង្កើតចោលទេហើយមួយណាជា account ដែលវាមិន active មិនលេងមិនអីទាំងអស់គឺ Facebook នឹងចាប់ផ្ដើម clear ចោលហើយប្រភេទឈ្មោះបែបហ្នឹងកាលណាវាចាប់ផ្ដើមយកឈ្មោះបែបហ្នឹងដាក់ចូលទៅក្នុង blacklist របស់វាហើយ system របស់វាហើយបងប្អូនឧទាហរណ៍ថា account បងប្អូនមានឈ្មោះថា Linda អញ្ចឹងសពតែបងប្អូនយកមកបង្កើតឈ្មោះ Linda មួយទៀតសួរតែបង្កើតបានដែរគឺបង្កើតអត់បានទេអានេះដោយសារ spam ឈ្មោះ account Facebook ហ្នឹងតែម្ដងធ្វើឲ្យយើងអត់អាចបង្កើតបានទេទី1 spam device ទី2 spam IP ទី3 spam ឈ្មោះរបស់ Facebook របស់យើងនេះអញ្ចឹងគឺយើងអាចបង្កើត account Facebook ដែលមានឈ្មោះបែបហ្នឹងបានទេតែបើយើងដាក់ឈ្មោះផ្សេងអាហ្នឹងជារឿងផ្សេងតោះនេះបញ្ហា3នេះគឺក្តោបទៅលើការបង្កើត account Facebook អត់បានមួយវិញទៀតបញ្ហាទី4នេះ spam account Facebook មានន័យថា account មួយយើងបង្កើតនៅ page រាប់ផ្លេចអញ្ចឹងក៏វាធ្វើឲ្យ account Facebook របស់យើងវា spam ដែរកាលណា spam ក៏យើងមិនអាចបង្កើត page បានដែរអញ្ចឹងឧទាហរណ៍ឈ្មោះម្នាក់ស្រាប់តែមានរាប់រយ page អញ្ចឹងទៅនេះឈ្មោះម្នាក់ហ្នឹងឧទាហរណ៍ឈ្មោះ account របស់ខ្ញុំអញ្ចឹងវាមាន account ច្រើន page អញ្ចឹងទៅនេះច្រើន page អញ្ចឹងកាលណា load ច្រើនជាហើយយើងបង្កើតធម្មតាគឺបង្កើតបានទេតោះតែមានបច្ចេកទេសក្នុងការបង្កើតវាបានពេលខ្លះបច្ចេកទេសហ្នឹងក៏បង្កើតបានទៀតដោយសារអីវាលើសលប់ពេកវា limit ទៅលើចំនួន account មួយដែលកាន់ page ហ្នឹងអញ្ចឹងណា account ខ្លះមាន page រាប់រយអញ្ចឹងទៅអញ្ចឹងក៏វាបញ្ហាដែរនៅពេលដែលយើងយក account មួយហ្នឹងយកមកបង្កើត page មួយទៀតក៏វាបញ្ហាដែរបាទអញ្ចឹងសម្រាប់វីដេអូមួយនេះគឺខ្ញុំចង់បង្ហាញបងប្អូនមានតែ4ចំណុចហ្នឹងទេមូលហេតុដែលធ្វើឲ្យយើងបង្កើត account Facebook អត់បានមាន4ហ្នឹងអញ្ចឹងបងប្អូនអាចមើលទៅបាទអញ្ចឹងសម្រាប់វីដេអូមួយនេះមានតែប៉ុណ្ណឹងទេតែខ្ញុំចង់ចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងរងចាំទស្សនាវីដេអូបន្ទាប់ដែលទាក់ទងអំពីរបៀបនៃការដោះស្រាយបញ្ហាយើងបង្កើត page អត់បានយើងបង្កើត account Facebook អត់បាននៅវីដេអូបន្ទាប់បាទសូមអរគុណសូមជម្រាបលា